បាទបងអញ្ចឹងដំបូងយើងចូលទៅក្នុងកម្មវិធី V380 Pro នេះអញ្ចឹងបើសិនជាបងអត់ទាន់មាន username ទេបងអាចបង្កើត username មួយសិនបាន login ចូលទៅក្នុងចូលទៅក្នុងកម្មវិធីប្រើប្រាស់បានណាអញ្ចឹងយើងចាប់ផ្ដើមមកអូខេអញ្ចឹងអានេះយើងបិទសិនអានេះកាមេរ៉ាយើងដល់ភ្លើងរួចរាល់អស់ហើយអញ្ចឹងណាវាស្រ័យសម្លេងឲ្យយើង ready to connect ហើយអញ្ចឹងអានេះយើងចាប់ផ្ដើម connect យើងចុចសញ្ញាបូកចុចសញ្ញាបូកកន្លែងនេះតែមុននឹងចុចចាប់ផ្ដើម add បងអាច check មើលទូរស័ព្ទដៃបងត្រូវប្រកាសថាទូរស័ព្ទដៃបងបើកកំពុងតែភ្ជាប់ជាមួយនឹង Wi-Fi ហើយកំពុងតែបើក Bluetooth ចេះហើយបងណាអញ្ចឹងអូខេរួចរាល់អស់ហើយចាំយើងចាប់ផ្ដើមចូលទៅតឡើងចុចសញ្ញាបូកកន្លែងនេះមួយrồiយើងចុចសញ្ញា add camera នេះប៉ុណ្ណេះមកដូចហើយកន្លែងនេះវានឹង search រកឈ្មោះកាមេរ៉ាដែលយើងកំពុងដោតភ្លើងចោលដែលអត់តភ្ជាប់ហ្នឹងណានេះគឺជាឈ្មោះកាមេរ៉ាដែលយើងចង់ភ្ជាប់អញ្ចឹងយើងចុចយកកន្លែងនេះចុចយកចង់ហើយវានឹងរត់ចូលទៅក្នុង Wi-Fi ផ្ទះយើងដែលយើងកំពុងភ្ជាប់នេះឈ្មោះ Wi-Fi នៅហាងខ្ញុំណាអញ្ចឹងអានេះគឺជា password Wi-Fi អញ្ចឹងយើងអាចផ្ទេរមើលទៅ password Wi-Fi ត្រូវឬក៏អត់អញ្ចឹងណាបើសិនជាអូខេអស់ហើយយើងចុចទៅ confirm កន្លែងនេះមួយទៀតប៉ុណ្ណេះមករងចាំឲ្យវាទៅមុខប៉ុណ្ណឹងគឺកាមេរ៉ាវាចាប់ផ្ដើមស្អាតហើយវាចាប់ផ្ដើម connect ចូលទៅក្នុងដុំ Wi-Fi យើងណារងចាំរហូតដល់វា connect បានជោគជ័យបាទអានេះគឺបានន័យថា password Wi-Fi អីយើងវាយមិនត្រូវអស់ហើយភ្ជាប់ចូលបានហើយអញ្ចឹងណាអញ្ចឹងវាកំពុងចាប់ផ្ដើម activate device បាទអញ្ចឹងប៉ុណ្ណេះរួចរាល់ហើយបងអញ្ចឹងអាចយើងដាក់ door ចេះទៅឬមកក៏យើង select យកអានេះស្រាប់ៗក៏បានដាក់ home ដាក់ office អីចឹងក៏បានដែរហ្នឹងណាឬហើយចុច view device មកបាទតែប៉ុណ្្នឹងជាការស្រេចបងណាអានេះគឺរូបភាពដែលយើងកាមេរ៉ាដែលយើងភ្ជាប់មុននឹងមិញហ្នឹងហើយអានេះជាយើង view ជា standard តែបើបងចង់បើ Wi-Fi បងដើរលឿនបងចង់មើលច្បាស់បងអាចចុចកន្លែងនេះទៅជា HD វិញណាទៅជា HD វិញដើម្បីវា view ឃើញច្បាស់តែអាស្រ័យទៅលើ speed Wi-Fi ផងបងដែរបងណាហ្នឹងអញ្ចឹងអានេះវាច្បាស់ជាងបងហើយនេះខ្ញុំសូមនិយាយមុខងារត្រួសនៅក្នុងកម្មវិធីដំឡើងនេះឲ្យជូនបងនេះកន្លែងនេះគឺកន្លែងសម្រាប់ពង្វិលកាមេរ៉ាពីនឹងទៀតយើងអាចចុចកន្លែង more នេះនេះគឺជា function ទាំងអស់ដែលយើងមានណានេះគឺប៊ូតុង alarm ពេលដែលឃើញសកម្មភាពអីមួយយើងចុចវាហើយយើងអាចនិយាយបានភ្លាមឲ្យវាស្រ័យភ្លាមហ្នឹងហើយវារត់ភ្លើងសរ៉ែនចេញមកហើយសម្រាប់នេះពូលភ្លើងនេះគឺ control live បានន័យថាយើងប្រើ file ឬក៏អត់ចឹងណានេះយើងអូតូមានន័យថានៅពេលល្ងឹតពេលមានមនុស្សដើរកាត់ឲ្យវាអូតូបើក file តែបើបងយកកន្លែង online នេះมันឲ្យវាបើក file រហូត24ម៉ោងហើយកន្លែងនេះគឺយើងអត់ប្រើ file ទេគឺយើងប្រើអំពូលក្រហមអាំងហ្វ្រាដើម្បីទំនុកភាពល្ងឹតពេលយប់អាហ្នឹងយើងមើលយប់ឡើងយើងមើលឃើញសក់ខ្មៅហ្នឹងណាអញ្ចឹងជាទូទៅដែលមុខងារដែលល្អគឺយើងដាក់អូតូនឹងស្រាប់ហើយយើងយកអូតូយើងបិទវិញយើងចូលមកកន្លែងនេះទៀតអានេះគឺជា motion track កន្លែងនេះគឺពេលដែលយើងបើកគឺកាមេរ៉ាវានឹងអូតូថតសកម្មភាពពេលមនុស្សដើរកាត់វានឹងដេញតាមថតសកម្មភាពមនុស្សបន្ថែមទៀតហ្នឹងណាតែមុខងារនេះបើមិនចាំបាច់ក៏គេមិនគួរប្រើដែរបងកុំឲ្យយក motor វាវិលខ្លាំងពេកណាយើងបិទវាសិនហើយកន្លែងនេះមកទៀតមកកន្លែង image setting កន្លែងនេះក៏សំខាន់ដែរអញ្ចឹងបងយកកន្លែង auto កន្លែងនេះមានន័យថាបើវា stir ភ្លឺវាអាចនឹងប្រើអំពូលក្រហមអាំងហ្វ្រាបាញ់សខ្មៅអញ្ចឹងណានៅពេលដែលភ្លឺឡើងវាដាក់ជា color មកខ្លួនវាវិញបើយើងយក full color នេះមានន័យថាវាដឹង color 24ម៉ោងល្ងឹតឬក៏ភ្លឺវាអត់ខ្វល់ទេអញ្ចឹងណាបងអញ្ចឹងអានោះវាអាចនឹងល្ងឹតស្ទើយើងមើលអត់សូវច្បាស់តែបើយើងដាក់កន្លែង black and white នេះគឺកាមេរ៉ាគឺមើលឃើញសខ្មៅទាំងថ្ងៃទាំងយប់តែម្ដងអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺសំខាន់គឺយើងយក auto ណា auto បានស្រួលប្រើហើយដូចជាអត់មានអីទៀតតែនេះបើសិនជាបងចាប់កាមេរ៉ាប្រច្រាស់បដ ாய் បងអាចពវល់រូបភាពឲ្យប្រច្រាស់បដ ாய் ណានេះគឺយើង run testing កាលណាវាដើរអត់សូវស្រួលយើងអាច test វាមួយយើងទៅចុច preset កន្លែងនេះមកកាមេរ៉ាវាវិលខ្លួនវាមកជុំវិល test motor អីវិញអញ្ចឹងបាទហើយកន្លែង speaker កន្លែងនេះគឺយើងចុចឲ្យជាប់មក